លេងសើចអត់បានទេជាមួយខ្ញុំឥឡូវព្រឹកឡើងទទួលបានផ្កាតែម្ដងគឺទទួលបានផ្កាចម្ប៉ាចំនួន2ផ្កាពីបងស្រីដែលគាត់ឡើងបេះឲ្យផ្ទាល់ចាអត់មានបានទិញនៅណាណីទេគឺបេះដើមផ្ទាល់ហើយយកមកចែករំលែកឲ្យខ្ញុំបាន2ផ្កាតែម្ដងអញ្ចឹងហើយបន្ទាប់ពីបានផ្កាចម្ប៉ាហើយខ្ញុំចូលចិត្តក្លិនផ្កាចម្ប៉ាខ្ញុំចូលចិត្តយកវាមកចងសក់ព្រោះនៅពេលដែលចងសក់អញ្ចឹងទៅសក់យើងកវិសទៅកវិសមកអញ្ចឹងទៅក្លិនវាក៏អូបភាយតែម្ដងតាមពិតណាអាក្លិនក៏អូបហ្នឹងគឺជួយឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនតែម្ដងហើយបើសិនជាមានក្លិនក្អូបបែបហ្នឹងហើយអមជាមួយនឹងបរិយាកាសមើលឃើញត្រប់ផ្លែត្រប់អីអញ្ចឹងទៀតបងប្អូនអើយមានអារម្មណ៍ថាក្តីសុខបែបស្រុកស្រែពេញទំហឹងតែម្ដងយើងក៏លេចមកមើលត្រប់របស់ខ្ញុំកាលពីមុនវិញគឺត្រឹមតែផ្កាយប៉ុន្តែឥឡូវនេះចាប់ផ្ដើមចាប់ផ្លែបដាហើយភាគច្រើនចាស់គឺចាប់ផ្ដើមចេញផ្លែហើយអញ្ចឹងបើចេញស្រុះគ្នាអញ្ចឹងខ្ញុំសង្ស័យតែញ៉ាំអត់ទាន់នេះបន្តិចទៀតប៉ុន្តែយើងក៏លេចមកមើលតាក់ទងទៅនឹងផ្កាកលាបវិញគឺដល់ពេលវេលាដែលខ្ញុំត្រូវកាត់ចាផ្កាចាស់របស់វាចោលហើយព្រោះតាមពិតទៅវាត្រូវដល់ពេលកាត់យូរហើយតែខ្ញុំចេះតែរវល់មួយថ្ងៃទៅមួយថ្ងៃរៀបចំនេះរៀបចំនោះអញ្ចឹងទៅវាអត់ទាន់បានកាត់សោះហើយពេលឥឡូវហ្នឹងគឺត្រូវតែកាត់ជាដាច់ខាតតែម្ដងទោះបីជាផ្ការបស់វាកំពុងតែល្អអញ្ចឹងក៏ដោយក៏យើងមិនអាចទុកវាច្រើនពេកដែរដោយសារតែផ្កាយូរទៅខ្ញុំមានអារម្មណ៍ថាដើមវាត្រេតហើយលងចង់បាក់ដល់ដីតែម្ដងវាទន់ខ្លាំងណាអញ្ចឹងហើយចាអត់ទុកទេគឺត្រូវតែកាត់ទោះបីជាយើងនៅមានអារម្មណ៍ថាវានៅតែស្អាតនៅតែស្រឡាញ់វាក៏ដោយប៉ុន្តែកាត់ដើម្បីឲ្យផ្កាថ្មីរបស់វាហ្នឹងធ្លុះមកទៀតអញ្ចឹងទៅហើយនេះអាផ្កាកលាបក្រហមខ្ញុំហ្នឹងវាដូចថាចេញមួយសាហ្នឹងគឺបងប្អូនអរគ្នាអាចមើលបានឃើញទេលងទុនដើមសង្កថាដល់ដីតែម្ដងហើយខ្ញុំភ័យខ្លាចវាងាប់ដើមមកអញ្ចឹងហើយពេលខ្លះផ្កាខ្លះមិនទាន់ដល់ពេលកាត់ក៏ខ្ញុំត្រូវតែកាត់ខ្លះចោលដែរដើម្បីឲ្យដើមរបស់វាហ្នឹងត្រង់មកវិញអញ្ចឹងណាកុំឲ្យដើមរបស់វាអោនបន្តទៀតការកាប់ការកលាបរបស់ខ្ញុំនេះជាញឹកញយគឺខ្ញុំអាសាកាត់តែប៉ុន្តែសារនេះគឺខ្ញុំយឺតក្នុងការកាត់ខ្លាំងអញ្ចឹងខ្ញុំក៏ភ័យបារម្ភចំពោះសុខភាពរបស់ផ្កាកលាបខ្ញុំដូចគ្នាដែរដោយសារថ្ងៃនេះគឺជាថ្ងៃសម្រាកអញ្ចឹងហើយមានការងារកពិចកពុកច្រើនមែនទែនសម្រាប់ខ្ញុំដែលត្រូវធ្វើហើយថ្ងៃហ្នឹងទៀតគឺយាយខ្ញុំគឺខ្ញុំត្រូវទៅយកគាត់មកលេងនៅផ្ទះដូចគ្នាដែរដោយសារយាយរបស់ខ្ញុំភាគច្រើនគឺគាត់រវល់ជាមួយនឹងការងារចំការរបស់គាត់ដែរអញ្ចឹងគឺសៅរ៍អាទិត្យហ្នឹងគឺចាសុំគាត់តែម្ដងឲ្យគាត់មានពេលវេលាសម្រាប់ខ្លួនខ្លះហើយបើសិនជាគាត់អត់ឲ្យធ្វើចំការហ្នឹងខឹងទៀតព្រោះអីយាយខ្ញុំគឺគាត់ជាអ្នកស្រឡាញ់ការដាំដុះខ្លាំងមែនទែនតែម្ដងអញ្ចឹងអត់ខាត់គាត់ឲ្យធ្វើតាមបេះដូងគាត់តែម្ដងទៅចំណែកឯបណ្ដូលវិញគឺដល់ពេលវេលាដែលយើងត្រូវប្រឡែងចេញពីទ្រុងហើយព្រោះកូនគេនឹងរឹងដៃរឹងជើងរត់រុយហើយអញ្ចឹងគេចេះមើលថែការពារខ្លួនឯងហើយអញ្ចឹងខ្ញុំឲ្យបណ្ដូលនឹងចេញពីទ្រុងតែម្ដងហើយឲ្យកូនរបស់គេនឹងស្គាល់ពិភពលោកខាងក្រៅដូចគ្នាដែរនៅលើយាយបានអមមើលផងអាហ្នឹងទុំខូចហើយលើយាយលើនេះហ្នឹងកាត់ទ្រឹស្ដីយាយខ្ញុំហើយរពឹសដៃផ្ទៃឆ្អែតនឹងឯងព្រោះគាត់រពឹសដែរនិយាយពីថាខាត់បងប្អូនអរគ្នាអើយពេលខ្លះឃើញគាត់ចាស់មែនទែនហើយនៅតែដកស្មៅដកអីអញ្ចឹងប៉ុន្តែអ្នកដែលមានឪពុកម្ដាយចាស់ឬក៏យាយចាស់ប្រហែលជាយល់អារម្មណ៍ហ្នឹងហើយខាត់អត់បានទេខឹងហ្នឹងហើយអរគុណបងប្អូនអរគ្នាសម្រាប់មើលវីដេអូមួយនេះ